តួតាសហគមន៍អន្តរជាតិគេអបអសាទរសហគមន៍អន្តរជាតិតិចទៀតចាំមើលព្រោះឥឡូវយប់ហើយចាប់ពីស្អែកទៅនេះណាគឺគេនឹងធ្លាក់មកជាហូរហើយគេនឹងសតសាទរហើយគេសាទរប៉ុន្តែហើយចាំមើលពាក្យប៉ុន្តែហ្នឹងគេសាទរហើយប៉ុន្តែគួរតែលោកកឹមសុខាហ្នឹងបានរួចផុតពីការរឹតបន្តឹងសិទ្ធិនយោបាយសិទ្ធិអីទៀតទៅហ្នឹងដូចតែគ្នាហ្នឹងគឺវាអត់លះវាអត់មាន 100% អូផ្ទះដៃអបអសាទរហើយជាទង្វើត្រឹមត្រូវវាអត់ទេព្រោះវានៅជាប់អញ្ចឹងដដែលបាទឥឡូវខ្ញុំស្លេះរឿងនេះត្រឹមប៉ុណ្ណឹងខ្ញុំស្រង់មតិបងប្អូនយើងវិញតើគាត់និយាយយ៉ាងម៉េចមតិបងប្អូនជាទូទៅនេះខ្ញុំឃើញយកពីអង្គការសង្គមស៊ីវិលទៅមុនចោះអង្គការសង្គមស៊ីវិលហ្នឹងខ្ញុំយកពីអ្នកស្រីច័កសុភាពដែលជាអតីតនាយិការបស់ណែស្អីគេមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបងប្អូនអើយខ្ញុំព្រិនបោះពុំឯកសារមកនេះ100សន្លឹកហើយគាត់តែតតនឹងរឿងលោកកឹមសុខាហ្នឹងមកយកទៅភ្លឺហើយសូមអធិស្ឋានខ្ញុំត្រូវការពេលបន្តិចដោយសារតែរៀបមិនទាន់ខ្ញុំស្រង់សម្ដីគាត់ផ្ទាល់តែម្ដងពួកខ្ញុំចាំមិនអស់ទេបងប្អូនវាច្រើនពេករឿងមួយថ្ងៃមកផ្ទះថ្នោតធំមកផ្ទះថ្នោតធំខ្ញុំឥឡូវឡើងចាំតែខ្ញុំដាក់គ្រឿងអីនៅប្រអែមលាងមាត់ខ្ញុំហើយគឺដឹងថាមកផ្ទះថ្នោតធំស្ករថ្នោតចូលទៅដាក់ទៅកូវីដមួយទីដូងមួយអញ្ចឹងទៅចាំដៃហើយហ្នឹងបងប្អូនអូខេឥឡូវអ្នកស្រីច័កសុភាពអតីតនាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាគាត់ថាគាត់សរសេរជាភាសាអង់គ្លេសទេហើយខ្ញុំក៏មិនបានបកប្រែជាខ្មែរតតែខ្ញុំបកប្រែផ្ទាល់តែម្ដងគាត់ថានេះគឺជាសញ្ញាណល្អមួយតកតងនឹងការផ្សះផ្សាជាតិបើទោះបីជាលោកកឹមសុខាមិនគួរណាត្រូវគេចោទប្រកាន់ឬក៏ផ្ដន់ទាទោសតាំងតែពីដំបូងទីមកម្លេះក៏ដោយអញ្ចឹងគាត់និយាយថាតាមពិតអត់ត្រូវការផ្ដន់ទាទោសកាត់ទោសលោកកឹមសុខាតាំងពីដើមមកព្រោះទោះបីជាឥឡូវនេះក៏ជាសញ្ញាណល្អសម្រាប់ការផ្សះផ្សាជាតិមួយដែរអ្នកស្រីគិតអញ្ចឹងហើយអ្នកស្រីបន្ថែមថាអ្នកស្រីសង្ឃឹមថានឹងមានអេរិយាប័ត្រវិជ្ជមានបន្ថែមច្រើនទៀតទៅពាក់ព័ន្ធនឹងសកម្មជនដទៃទៀតដែលកំពុងតែជាប់ឃុំនៅពេលនេះដែលយើងឃើញថាទាំងអស់នេះគឺវាអាចជាការខំប្រឹងប្រែងមួយដើម្បីស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យដើម្បីការអភិវឌ្ឍប្រទេសអីចឹងទៅនេះគឺសម្រាប់អ្នកស្រីច័កសុភាពលោកនីសុខាឯនោះវិញដែលជាប្រធានអង្គការសិទ្ធិមនុស្សនៅមូលដ្ឋានឈ្មោះថាអាត់ហុកលោកនីសុខាគាត់ថាអញ្ចេះនៅលើបណ្ដាញសង្គម Facebook របស់គាត់ដូចអ្នកស្រីច័កសុភាពដែរគាត់ថាមេឃស្រឡះបន្តិចហើយតែដុំពពកខ្មៅហាក់នៅមិនទាន់បោករសាត់ផុតផ្ទៃមេឃដែលធ្វើឲ្យប្រជានុរាស្ត្រឬក៏ប្រជាពលរដ្ឋទាំងឡាយសតនិកហ្នឹងគឺទទួលសាទរនឹងមើលឃើញព្រះអាទិត្យច្បាស់នៅឡើយទេវានៅពពកបាំងដែរលោកថាលោកកឹមសុខាត្រូវដោះលែងរួចទោសជាប់ពន្ធនាគារ27ឆ្នាំមែនហើយតែនៅពុំទាន់មានសិទ្ធិសេរីភាពពេញលេញនៅឡើយដែរពិសេសសិទ្ធិនយោបាយអាជីពជាអ្នកនយោបាយជាងកន្លះជីវិតនៅពេលដែលមិនអាចធ្វើនយោបាយកើតខ្ញុំយល់ថាពិតជាមានអារម្មណ៍ហេងហាងណាស់គឺមិនខុសពីអ្នកញៀនបារីហើយឲ្យផ្ដាច់បារីនោះទេលោកនេះសុខាបន្តទៀតថាតែណាហើយតែយ៉ាងណាក៏ដោយក៏វាប្រសើរគួរឲ្យអបអរសាទរដែរដែលលោកអាចមានសេរីភាពទៅមើលថែម្ដាយចាស់ជរារបស់លោកដែលកំពុងសម្រាកព្យាបាលជំងឺជាទម្ងន់ហើយនេះក៏ជាការបង្ហាញនៅចិត្តមនុស្សធម៌មេត្តាធម៌និងគុណធម៌របស់អ្នកនយោបាយខ្មែរយើងផងដែរលោកបន្តចុងក្រោយថាខ្ញុំសង្ឃឹមព្រមទាំងអំពាវនាវផងដែរថាឆាប់ខាងមុខនេះពុំមែនតែលោកកឹមសុខាមួយទេដែលទទួលបានការលើកលែងទោសគឺសូមឲ្យអ្នកទោសមនសិការទាំងអស់នឹងត្រូវបានលើកលែងនិងដោះលែងឲ្យមានសេរីភាពទាំងអស់ផងដែរដើម្បីឲ្យប្រជាកលទាំងអស់អបអរសាទរឃើញមេឃស្រឡះល្អមែនតើបាទតាមពិតលោកនេះសុខាបើបងប្អូនចាំគឺលោកធ្លាប់ជាប់គុកដែរណាលោកនេះសុខាកាលពី2016ជាប់គុកហើយលោកដួលក្នុងបន្ទប់ទឹករហូតតទៅគេយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យធ្ងន់មែនតើហើយកាលហ្នឹងរដ្ឋាភិបាលដោយសារប្រហែលជាអាចភ័យនឹងលោកនីសុខាស្លាប់ក្នុងពន្ធនាគារដោយសារតែដួលក្នុងអាបន្ទប់ទឹកហ្នឹងខ្វះការព្យាបាលអីត្រឹមត្រូវផងឆ្នាំ2016ហ្នឹងក៏មានការលើកលែងទោសលើកលែងអីចឹងទៅឃើញទេរឿងវាតតែចិត្តស្លាប់អញ្ចឹងដូចរឿងករណីលោកកឹមសុខាតមានម្ដាយគាត់អីអញ្ចឹងប៉ុន្តែណាហើយគេយកព្រឹត្តិការណ៍អីដើម្បីជាលេសជាអីក៏ដោយតែយ៉ាងហោចណាស់ក៏បានដោះលែងដែរហើយការដោះលែងលោកកឹមសុខាមកកលៈនេះក៏ដោយក៏វាជាសារត្រួសត្រាយផ្លូវ3-4 ខែមុននឹងលោកម៉ាក្រុងម៉ានូអែលម៉ាក្រុងប្រធានាធិបតីបារាំងដែលទៅទស្សនកិច្ចនៅប្រទេសកម្ពុជានៅដើមខែវិច្ឆិកាឆ្នាំ2026នេះនៅសល់តែប្រហែលខែទៀតនេះវាជាអាចការត្រួសត្រាយផ្លូវមួយល្អហើយក៏ជាការបន្ធូរបន្ថយបរិយាកាសដែលប្រជាពលរដ្ឋខ្មែរកំពុងតែវិលនឹងបាត់ដីទៅថៃដែរប៉ុន្តែការដោះលែងលោកកឹមសុខាអត់បានដូរយកដីថៃដីខ្មែរដែលថៃរឹបអូសបាននឹងមកវិញនៅឡើយទេណាគ្រាន់តែថាបន្ធូរបរិយាកាសបានបន្តិច
ឥឡូវលោកសនជ័យឯនោះវិញលោកនិយាយថាម៉េចដែលជាប្រធានអង្គការសង្គមស៊ីវិលនៅមូលដ្ឋាននៅកម្ពុជាដែរលោកថារីករាយណាស់ដែលខ្មែរចេះសន្តោសប្រណីគ្នាតែប៉ុណ្្នឹងឯងបាទឥឡូវខ្ញុំស្លេះពីអ្នកនៅអង្គការសង្គមស៊ីវិលមកស្ដាប់អ្នកនយោបាយវិញម្ដងលោកគៀវិសាលដែលជាប់ពន្ធនាគារអត់ស្វាងហើយជាអនុប្រធានគណៈបកកម្លាំងជាតិនៅខេត្តកំពង់ចាមគាត់សរសេរសារបែបនេះតើលោករងឈុនលោកគ្រូរងឈុនអាចលើកលែងការចោទប្រកាន់ទោសដោយប្រជាក្រិតដូចគ្នាផងបានដែរឬទេបាទមិនមានសារអបកសារតប៉ុន្តែជាសារសួរវិញតាក់ទងរឿងមេគាត់ដែរតែដោះលែងលោករងឈុនអីអញ្ចឹងដែរទេខ្ញុំថាគួរតែធ្វើដែរព្រោះអីមិនដឹងទៅយកទុកបុកម្នេញអីលោករងឈុនក៏ប៉ុន្តែប្រយ័ត្នប្រយែងមែនតើរដ្ឋាភិបាលឲ្យលោកកម្មសខារួចតែពីការជាប់គុកនៅក្នុងផ្ទះទេណារឿងនយោបាយអត់ទាំងអស់អញ្ចឹងលោករងឈុនក៏គេដកសិទ្ធិនយោបាយអស់មួយជីវិតអញ្ចឹងកុំសូវសង្ឃឹមច្រើនពេកគ្រាន់តែថាបើគេធ្វើបានមែនអូយដូចត្រូវឆ្នោតអញ្ចឹងខ្មែរយើងហ៎ឥឡូវបន្តទៀតអឺសារមួយនេះគឺចេញមកពីលោកទេពមនោលោកទេពមនោគឺជាពលរដ្ឋខ្មែរបារាំងនៅឯទីក្រុងប៉ារីសហើយលោកក៏ជាសកម្មជនគណៈបកប្រឆាំងហើយគឺជាមន្ត្រីមួយរូបនៅក្នុងជួររដ្ឋាភិបាល$23ក្រៅប្រទេសនោះដែរលោកសរសេរថាអញ្ចេះយើងពិតជាចូលរួមត្រេកអរចំពោះការលើកលែងទោសដល់លោកកម្មសុខាតែប្រជាពលរដ្ឋខ្មែរនិងអន្តរជាតិខកចិត្តការហាមឃាត់លោកកម្មសុខាមិនឲ្យធ្វើនយោបាយអស់មួយជីវិតសំណួរជាតិនិងអន្តរជាតិសួរថាអញ្ចេះតើតឡាការមិនទាន់បើតឡាការមិនទាន់កាត់ទោសលោកកម្មសុខាផងតើលោកកម្មសុខាមានទោសរឿងអីបើលោកកម្មសុខាមានទោសអីឲ្យហ៊ុនសែនលើកលែងបាទលោកសួរទៅបើលោកហ៊ុនសែនគាត់ថាដោះលែងប៉ុណ្ណឹងឯងនៅសួរវែងឆ្ងាយទៀតចាប់ដាក់ចូលគុកវិញលើនេះគឺជាប្រសាសន៍របស់ចៅសង្កាត់អូចាគណៈបកសង្គ្រោះជាតិពីដើមឡើយគឺកញ្ញាអ្នកនាងសិនច័ន្ទពៅរសិទ្ធអ្នកស្រីសិនច័ន្ទពៅរសិទ្ធព្រោះឥឡូវគាត់មានស្វាមីមានកូនមួយហើយក្នុងនាមខ្ញុំជាអតីតចៅសង្កាត់មួយរូបមកពីគណៈបកសង្គ្រោះជាតិខ្ញុំពិតជាត្រេកអរណាស់នៅពេលបានទទួលដំណឹងថាគេបានដោះលែងលោកកម្មសខាឲ្យមានសេរីភាពឡើងវិញលោកស្រីសិនច័ន្ទពៅរសិទ្ធក៏បានអំពាវនាវឲ្យដោះលែងឲ្យអស់គ្នាទៅនៅសល់អ្នកទោសមនសិការដទៃទៀតបាទលោកផនផាណាដែលជាសកម្មជនគណៈបកប្រឆាំងនៅក្រៅប្រទេសដែលត្រូវបានលោកហ៊ុនសែនតាមព្យាបាទដល់ថៃកាលហ្នឹងទីឲ្យលោកឃ្លាំងហួតទៅចាប់មកទាំងសាក់សពក៏បានដែរក៏បួចឲ្យបានប៉ុន្តែចៃដន្យឯដោយសារបានសារលោកហ៊ុនសែនប៉ុណ្ណឹងធ្វើឲ្យលោកផនផាណាត្រូវបានអង្គការសហប្រជាជាតិឲ្យនាំខ្លួនមកសហរដ្ឋអាមេរិកបានលឿនជាងកាលកំណត់បាទនេះគេហៅលៀបនៅក្នុងគ្រោះដែរដល់លោកហ៊ុនសែនគម្រាមសម្លាប់ចឹងទៅធ្វើឲ្យអង្គការសហជីវជាតិមិនមានលេសអីនឹងទុកលោកផនផាណានៅថៃយូរពេកខ្លាចកពើស៊ីក៏បានរំដោះខ្លួនទាំងប្រពន្ធទាំងកូនមកនៅទឹកដីសហរដ្ឋអាមេរិកហើយឥឡូវនេះគាត់សរសេរសារអញ្ចេះអបអសាទរលុះត្រាតែលោកកម្មសុខាមានសិទ្ធិធ្វើនយោបាយពេញលេញនិងអាចចេញទៅក្រៅប្រទេសបានលោកនៅតែអល់ឯកមិនអបអសាទរដែរទេព្រោះអីនៅជាប់លក្ខខណ្ឌច្រើនបាទឥឡូវខ្ញុំស្លេះត្រឹមប៉ុណ្ណឹងសិនចោះតកតងនឹងរឿងនយោបាយនេះព្រោះវាវែងដែរហើយខ្ញុំចូលដល់ព័ត៌មានបញ្ចប់ដែលមាន2 3ទៀតតកតងនឹងរឿងទូទៅប៉ុន្តែមុនដល់ព័ត៌មានបញ្ចប់នេះខ្ញុំសូមនិយាយអំពីតើអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាឬក៏អ្នកនាំពាក្យរបស់លោកហ៊ុនសែនក៏និយាយថាម៉េចរឿងដោះលែងឬក៏លើកលែងទោសលោកកម្មសុខាតែនៅជាប់លក្ខខណ្ឌស្អីស្កះនេះណាលោកជាធិរិទ្ធអ្នកនាំពាក្យលោកហ៊ុនសែនថ្ងៃនេះគឺគាត់ផ្ដល់បទសម្ភាសន៍ឲ្យសារព័ត៌មានក្នុងស្រុកគាត់និយាយចេះគាត់ថាការលើកលែងទោសលោកកម្មសុខាគឺជាតម្លៃគុណធម៌នយោបាយចំពេលដែលលោកកម្មសុខាកំពុងតែជួបទុក្ខធ្ងន់ដោយសារម្ដាយចាស់ជរាឈឺធ្ងន់ខ្ញុំពេញចិត្តអ្នកនាំពាក្យរដ្ឋាភិបាលឬក៏អ្នកនាំពាក្យគណៈបកនយោបាយដូចជាគណៈបកប្រជាជនកម្ពុជាឬក៏អ្នកនាំពាក្យរបស់ប្រធានព្រឹទ្ធសភាគឺលោកហ៊ុនសែនអីហ្នឹងនិយាយអំពីគុណធម៌សុជីវធម៌សិលធម៌មនុស្សធម៌នេះគឺជាគុណតម្លៃនៃថ្នាក់ដឹកនាំណាយើងមិនមែនងើបមួយវាយមួយទេក៏ប៉ុន្តែឥឡូវនេះខ្ញុំអានសាររបស់គាត់ថាការដែលមានបរិយាទានលើកលែងទោសដែលឡាយប្រហោះលេខាដោយលោកហ៊ុនសែននេះគឺដោយសារតែលោកហ៊ុនម៉ាណែតជាអ្នកស្នើសុំទៅព្រះមហាក្សត្រហើយដោយសារព្រះមហាក្សត្រមិនគង់នៅប្រទេសកម្ពុជាបានលោកហ៊ុនសែនជាប្រមុខរដ្ឋស្ដីទីឡាយប្រហោះចុះហត្ថលេខាលើកលែងទោសលោកថាការលើកលែងទោសនេះគឺធ្វើចំពេលដែលគ្រួសារលោកកម្មសុខាកំពុងតែមានទុក្ខម្ដាយចាស់ជរាជំងឺដំណាក់កាលចុងក្រោយមានពេលវេលានិងឱកាសបានថែទាំម្ដាយចាស់ច្បាប់គឺជារឿងមួយគាត់និយាយចេះគុណធម៌នយោបាយគឺជារឿងមួយអញ្ចឹងបានន័យថាអ្នកនាំពាក្យរបស់លោកហ៊ុនសែនរូបនេះក៏ទទួលស្គាល់ថាលិខិតមួយស្លឹកនេះការធ្វើនេះគឺជារឿងនយោបាយទេអញ្ចឹងទុករឿងច្បាប់ម្លែករឿងនយោបាយម្ដុំ
chẳng rừng ní cứ rừng nយោបាយហើយព្រោះអីគុណធម៌នយោបាយរឿងមួយហើយលោកហ៊ុនម៉ាណែតមិនចង់ឃើញមានស្ថានភាពតដាបបែបហ្នឹងទេគាត់ឲ្យតម្លៃថានេះគឺជាតម្លៃសាមគ្គីជាតិជាតម្លៃផ្សះផ្សាជាតិជាគុណធម៌អ្នកនយោបាយចំនួនក្រោយគឺគាត់ឲ្យបងទៅលោកហ៊ុនម៉ាណែតថាជាអ្នកនយោបាយចំនួនក្រោយគឺគេមិនធ្វើដូចអ្នកនយោបាយចំនួនមុនទេប៉ុន្តែអ្នកនយោបាយចំនួនក្រោយនេះបើកុំបានអ្នកនយោបាយចំនួនមុនលោកហ៊ុនសែននឹងចុះហត្ថលេខាជំនួសព្រះមហាក្សត្រនេះក៏មិនមានការលើកលែងដែរតែគាត់ចង់ប្រាប់ថាឥឡូវនេះគឺជាពេលដែលស្ដារស្ថានភាពដែលអ្នកមុនបន្សល់ទុកមកមែនតែឥឡូវអ្នកចំនួនក្រោយនឹងដែលធ្វើអីគេបានខ្លះខ្ញុំពងតែឆ្ងល់ព្រោះអ្វីទាំងអស់ហ្នឹងលោកហ៊ុនម៉ាណែតហ្នឹងគឺដូចព្រូឡានអញ្ចឹងរាល់ថ្ងៃហ្នឹងបើតែតកង់ឡានមែនតែទៅអង្គុយនៅកៅអីខាងស្ដាំនៅអង្គុយតកង់ឡានអង្គុយក្រោយកាន់ចកោតមែនតែលោកហ៊ុនសែននៅកាច់ចកោតហ្នឹងគាត់នៅឥឡូវដាក់ដៃទៅក្រោយចាស់ឲ្យធ្វើអីធ្វើទៅហើយឪពុកហ្នឹងក៏តែអញ្ចឹងដែរគឺថាបើដឹងថាចង់ឲ្យកូនបើកទៅក្មេងៗខ្លួនគាត់ចាស់ហើយភ្នែកក៏មិនសូវប្រកែកម្លាំងក៏មិនសូវមន់មួមអត់នៅតែកាន់នៅតែអញ្ចឹងទៅណាទៅហ្នឹងថ្ងៃហ្នឹងបាទខ្ញុំមានសារសំទុកខ្ញុំមិញថាអស់ណែពីរឿងសង្គមស៊ីវិលប្រជាពលរដ្ឋនៅមានអ្នកនយោបាយមួយដែរខ្ញុំមិនអាចយកមកអស់ឲ្យបងប្អូនមានអ្នកនយោបាយច្រើនណាគេផ្ញើសារអបអរសាទរខ្ញុំលើកពីលោកមីកសវណ្ណរាចោះគឺជាប្រធានគណៈបកជំនាន់ថ្មីលោកមីកសវណ្ណរាមានសារមួយដែលបង្កប់ដោយប្រស្នាដែលបងប្អូនយើងមិនដឹងថាតើគាត់ធ្វើអីគេខ្លះពីក្រោយឆាកហ្នឹងហើយលោកមានសវណ្ណរាចាំមើលតិចទៀតគេរករឿងទៀតថាគេខំប្រឹងនៅខាងគេនោះឥឡូវមកយកបងអីទៀតក៏មិនដឹងលោកមានសវណ្ណរាសរសេរសារខ្លី3 4ម៉ាត់អញ្ចេះគាត់ថាអ្នកមិនដឹងខ្ញុំដឹងអ្នកដឹងគឺខ្ញុំធ្វើបានសម្រេចហើយណាមិនដឹងគាត់សម្រាប់រឿងអីនៅពេលដែលគេដោះលែងលោកកម្មសខាគាត់ថាអ្នកដឹងបានដឹងអញ្ចឹងគាត់ធ្វើបានសម្រេចអាចនឹងគាត់មានចូលរួមនៅពីក្រោយឆាកអីយ៉ាងម៉េចអីយ៉ាងម៉ាអីយ៉ាងម៉េចទៅតែយ៉ាងណាធ្វើទៅបើជួយគ្នាបានជាការផ្សះផ្សាជាតិខ្ញុំលើកទឹកចិត្តឲ្យធ្វើបន្តឲ្យបានច្រើនជាតិលោកមេសវណ្ណរាហើយគណៈបកគាត់ហ្នឹងក៏មានចេញសារថ្លែងការណ៍ចេះទៀតក៏ដាក់ថាអបអរសាទរចំពោះលោកកម្មសុខាដែលត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញតាមព្រះរាជក្រឹត្យគណៈបកជំនាន់ថ្មីសោមនស្សមានសេចក្តីសោមនស្សរីករាយឥតឧបមាសូមសម្ដែងនៅការអបអរសាទរយ៉ាងស្មោះស្ម័គ្របំផុតជូនចំពោះលោកកម្មសុខាក្នុងឱកាសដែលលោកត្រូវបានដោះលែងនិងទទួលបានសេរីភាពឡើងវិញលោកគណៈបកនេះចាត់ទុកថាជាព្រឹត្តិការណ៍មានអត្ថន័យជ្រាលជ្រៅបំផុតសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់ទិសទីនិងដែលកម្ពុជាកំពុងប្រឈមនឹងការឈ្លានពានឡោមព័ទ្ធយកទឹកដីស្រែចម្ការផ្ទះសម្បែងរបស់ប្រជាពលរដ្ឋតាមព្រំដែនខ្មែរសៀមពីសំណាក់ចៅសៀមហើយក៏ជាពេលវេលាទន្ទឹងរង់ចាំដោយអន្តះសារពីរូបលោកផ្ទាល់ក្រុមគ្រួសារសាច់ញាតិនិងប្រជាពលរដ្ឋខ្មែរគ្រប់រូបផងដែរដែលតែងតែប្រាថ្នាចង់ឃើញនៅយុត្តិធម៌សាមគ្គីភាពនិងការបង្រួបបង្រួមជាតិនេះបាទតែប៉ុណ្្នឹងឯងគណៈបកនេះក៏ថាកោតសរសើរនិងគោរពកោតក្រែងជាទីបំផុតចំពោះវីរៈភាពអត់ធ្មត់និងការលះបង់ដ៏ខ្ពង់ខ្ពស់របស់លោកកម្មសុខាក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សាសន្តិវិធីនិងមនសិការស្នេហាជាតិនៅគ្រប់ពេលវេលានិងគ្រប់កលៈទេសៈទាំងអស់បាទគណៈបកលោកមីកសវណ្ណរានេះគឺចេញមកគាត់គ្រប់គ្រងសាទរនៃសេរីភាពហ្នឹងគឺអត់ព្រមដាក់ពាក្យថាលក្ខខណ្ឌដែរហ្នឹងសេរីភាពបានតែអត់នៅក្នុងផ្ទះហ្នឹងទេតាមពិតនៅជាប់លក្ខខណ្ឌច្រើនដែរលោកមីកសវណ្ណរាបាទឥឡូវនេះគឺខ្ញុំចូលដល់ព័ត៌មានបន្តទៀតគឺសូមទោសហើយបងប្អូនយប់ជ្រៅមែនតើនេះម៉ោង11:00ជិតកន្លះហើយក៏ប៉ុន្តែបងប្អូនមិនទាន់ទទួលទានដំណេកហ្នឹងនៅជាមួយគ្នាតោះប្រហើយទៅកុំឲ្យវែងឆ្ងាយពេកចាប់ត្រឹមហ្នឹង